សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញវិធីសាស្ត្រមួយដែលយើងអាចគណនារកខ្សែទឹកបាទឬក៏ stream ហ្នឹងចេញពី DM បាទអញ្ចឹងនេះជា DM អញ្ចឹងនៅក្នុងរាល់ pixel ទាំងអស់នៃ DM ហ្នឹងគឺជារយៈកម្ពស់នៃផែនដីបាទធៀបជាមួយ niveau ទឹកសមុទ្របាទដើម្បីគណនាជាដំបូងយើងប្រើ tool មួយបាទឈ្មោះថា fill បាទអញ្ចឹងយើងអាច search នៅក្នុង geoprocessing tool បាទយើងចូលនៅក្នុង hydrology បាទនេះ tool fill ដែលយើងត្រូវប្រើបាទអញ្ចឹងយើង click បើក tool នឹងឡើងមកចំពោះ input surface raster យើងដាក់ DM មកយើងចូលបាទយើងរើសកន្លែង save output របស់យើងបន្ទាប់មកយើង click runបន្ទាប់ពី run បានជោគជ័យហើយ output របស់យើងវានឹងរត់ចូលទៅក្នុង content របស់យើងនេះបាទអញ្ចឹងយើងអាច view មើល fill ហ្នឹងបាទអញ្ចឹង fill ហ្នឹងគឺជា process មួយដែលវាធ្វើការបំពេញនៅ pixel ដែល value របស់វាហ្នឹងអត់ smooth ហ្នឹងបាទយើងដូចជាការ smooth នៅ pixel ហ្នឹងអញ្ចឹងបាទអញ្ចឹងយើងអាចរក flow របស់វាបានបាទអញ្ចឹងបន្តមកទៀតយើងប្រើ tool មួយទៀតគឺ flow direction បាទចំពោះ input raster របស់យើងគឺយើងដាក់ output ចេញពី fill tool មួយនេះចូលបាទហើយយើងប្រើ direction flow បាទគឺ D8 បាទអញ្ចឹង D8 នេះគឺ direction 8 direction flow បាទអញ្ចឹងវាគឺជាវិធីសាស្ត្រមួយដែលផ្ដល់ដោយ Esri បាទអញ្ចឹងក្រុម Esri គេបានបង្កើតជា algorithm ហ្នឹងដើម្បីគណនា flow បាទតាមពី pixel មួយទៅ pixel ហ្នឹងតែវាមានតម្លៃលេខប្រមាណបាទអញ្ចឹងនេះជាលទ្ធផលយើងឃើញថា D8 flow ហ្នឹងវាផ្ដល់flow direction ហ្នឹងទៅជា8ទិសបាទអញ្ចឹង1 2 4 8ហ្នឹងគឺជាទិសនៃ flow direction ពី pixel មួយទៅ pixel មួយទៀតបាទអញ្ចឹងបន្តមកទៀតយើងប្រើ tool flow accumulation input raster របស់យើងគឺយើងដាក់ flow direction បាទយើងរើសកន្លែង save output របស់វាមកអូខេអញ្ចឹង click run អូខេអញ្ចឹងនេះជាលទ្ធផលនៃ flow accumulation របស់យើងអញ្ចឹងនៅក្នុង flow accumulation របស់យើងហ្នឹងវានឹងផ្ដល់វានឹងបង្ហាញឲ្យយើងនៅ pixel បាទអញ្ចឹង pixel ណាដែលជា watershed ឬក៏ខ្សែទន្លេហ្នឹងគឺយើងនឹងអាចមើលឃើញនៅក្នុង raster មួយហ្នឹងប៉ុន្តែនៅពេលដែលយើង view របៀបនេះយើងអាចមើលឃើញនៅខ្សែទន្លេដែលជាដៃទន្លេទូចៗបានទេបាទអញ្ចឹងដើម្បីយើងអាចបង្ហាញបាទចំនួនដៃទន្លេទូចៗបានហ្នឹងគឺយើងអាចចូលទៅបដូរ symbology របស់ layer ហ្នឹងបាទអញ្ចឹងយើងបដូរពី strike មកជា classify វិញបាទយើង classify វាជា2ថ្នាក់បាទអញ្ចឹងថ្នាក់ទី1បាទអញ្ចឹងថ្នាក់ទី1គឺយើងកំណត់នៅចំនួនvalue ដែលយើងចាត់ទុកថាវាជា stream បាទអញ្ចឹងចាប់ពី value ហ្នឹងបានឡើងទៅលើទៅវានឹងបង្ហាញជា stream បាទអញ្ចឹងចំនួននៃខ្សែទន្លេហ្នឹងវាបង្ហាញតិចឬច្រើនអាស្រ័យទៅលើតម្លៃដែលយើងដាក់ចូលក្នុងថ្នាក់ទី1ហ្នឹងបើសិនជាយើងចង់បង្ហាញខ្សែទន្លេច្រើនបាទមានតែទន្លេដែលទូចហ្នឹងក៏យើងអាចមើលឃើញដែរហ្នឹងអញ្ចឹងយើងទម្លាក់តម្លៃនៅថ្នាក់ទី1ហ្នឹងឲ្យតូចអញ្ចឹងឥឡូវនេះខ្ញុំដាក់តម្លៃ 10000 បាទអញ្ចឹងមានតែយើងរាប់ចាប់ពីpixel ណាដែលមានតម្លៃ 10000 ឡើងលើទៅយើងបង្ហាញវាជាទន្លេបាទអញ្ចឹងបើសិនជាយើងចង់បានខ្សែទន្លេដែលតូចហ្នឹងគឺយើងតម្លាក់តម្លៃហ្នឹងបាទអញ្ចឹងឥឡូវខ្ញុំដាក់តម្លៃ 5000
បាទអញ្ចឹងនៅពេលយើងដាក់ 5000 យើងឃើញថាខ្សែតលេហ្នឹងនឹងបង្ហាញច្រើនជាងមុនបាទឥឡូវខ្ញុំដាក់ 1000 បាទអញ្ចឹងគឺថាយើងដាក់តម្លៃ 1000 បាទយើងបង្ហាញឃើញថាខ្សែតលេហ្នឹងវាកាន់តែច្រើនបាទអញ្ចឹងរាល់ខ្សែដៃតលេទូចៗហ្នឹងគឺវានឹងបង្ហាញនៅក្នុង pixel raster មួយហ្នឹងបាទអញ្ចឹងយើងអាច overlay ជាមួយនឹង DM ដើម្បីមើលពីដៃខ្សែតលេហ្នឹងបាទអញ្ចឹងនេះបើសិនជាខ្ញុំតម្លាក់តម្លៃឲ្យតូចទៀតបាទអញ្ចឹងកន្លែងហ្នឹងវានឹងអាចចេញជាខ្សែទឹកហ្នឹងបន្តទៅទៀតអញ្ចឹងបន្តមកទៀតខ្ញុំនឹងគណនារយក pixel ណាដែលជាដៃតលេដែលយើងចង់បង្ហាញបាទអញ្ចឹងយើងប្រើ tool មួយ raster calculator បាទអញ្ចឹងយើងនឹងដកយក pixel ណាដែលមានតម្លៃមួយដែលយើងចង់បានបាទអញ្ចឹងដូចយើងកំណត់នៅក្នុងនេះមិញអញ្ចឹងគឺយើងដាក់តម្លៃ 1000 ណាអញ្ចឹងយើងគណនាមកអញ្ចឹងយើងយក floor accumulation បាទដែលមានតម្លៃធំជាងឬស្មើ 1000 បាទអញ្ចឹងយើងវាយលេខ 1000 ចូលមកបាទអញ្ចឹងលទ្ធផលនៃ raster នេះវានឹងបង្ហាញតែខ្សែតលេទេបាទអញ្ចឹងនេះជាលទ្ធផលនៃយើងធ្វើការគណនានៅក្នុង raster calculator បាទអញ្ចឹងវាមានតម្លៃ2គឺ1និង0បាទអញ្ចឹង0ហ្នឹងគឺជាតម្លៃជា class មួយដែលអត់មានតម្លៃដែលយើងអត់យកណាបាទអញ្ចឹង1ហ្នឹងគឺអ្វីដែលយើងយកអញ្ចឹងវាមានខ្សែដៃតលេទាំងអស់ហ្នឹងអូខេបាទអញ្ចឹងបន្តមកទៀតយើងអាចគណនារ order របស់វាបាទអញ្ចឹងយើងចង់ដឹងថាតើដៃតលេទាំងអស់ហ្នឹងវាមានលំដាប់ទីប្រមាណបាទអញ្ចឹងវាមានចាប់ពី1 2 3 4ឡើងទៅបាទអញ្ចឹងដែល1ហ្នឹងគឺជាលំដាប់ដែលតូចជាងគេបាទអញ្ចឹងយើងយក input raster របស់យើងគឺ raster ដែលយើងធ្វើការដកយកតម្លៃនៃខ្សែតលេមិញហ្នឹងបាទអញ្ចឹង raster calculator នេះបាទហើយ flow direction បាទគឺយើងដាក់ raster flow direction ចូលបាទអញ្ចឹងឥឡូវនេះយើង rename វាមកបាទដាក់ឈ្មោះបាទយើង click run បាទអញ្ចឹងនេះជាលទ្ធផលនៃ stream order របស់យើងបាទអញ្ចឹងវានឹងចេញតម្លៃបាទអញ្ចឹងកន្លែងនេះ order របស់យើងមាន6បាទចាប់ពី1ដល់6ដែលលេខ6ហ្នឹងគឺជា mainstream បាទអញ្ចឹងជាតលេដែលធប់ថាមានថាវាហូរចាក់ទៅចុងក្រោយហ្នឹងចូលទៅorder លំដាប់ទី6ហ្នឹងបាទអញ្ចឹងយើងអាច convert ខ្សែតលេនេះទៅជា raster បានបាទដោយប្រើ tool stream to feature បាទដោយសារយើងគណនាមកមិញនេះគឺនៅជា raster ឡើយទេបាទអញ្ចឹង input raster របស់យើងគឺយើងដាក់ stream order ចូលមកបាទហើយវាទាមទារឲ្យយើងដាក់បញ្ចូលនៅ flow direction ដែរបាទអញ្ចឹងយើងដាក់ flow direction ចូលមកបន្ទាប់មកយើង rename វាណាខ្ញុំ rename ដាក់ថា stream បាទយើង run ទៅវានឹងចេញលទ្ធផលឲ្យយើងបាទអញ្ចឹងនេះជាខ្សែតលេដែលជា vector បាទអញ្ចឹងមកយើងពិនិត្យមើលនៅក្នុង attribute របស់ layer មួយនេះបាទយើងឃើញថាការបែងចែកចំណាត់ថ្នាក់នៃខ្សែតលេហ្នឹងគឺវាស្ថិតនៅក្នុង field មួយឈ្មោះថា grid code បាទអញ្ចឹង1 2 3ហ្នឹងគឺជា order របស់វាហើយយើងឃើញថានៅក្នុងនេះវាអត់ទាន់បាន merge បញ្ចូលគ្នានៅ order នឹងនៅឡើយទេបាទអញ្ចឹងបន្ទាប់មកយើងនឹងធ្វើការ merge វាបញ្ចូលគ្នាអញ្ចឹង feature ណាដែលបាទ order លេខ1គឺយើង merge វាទៅមួយ class ដែរបាទលេខ2យើង merge ទៅមួយ class បាទអញ្ចឹងដើម្បីធ្វើ
អញ្ចឹងបានយើងប្រើ tool មួយឈ្មោះថា dissolve បាទ put feature របស់យើងដាក់ stream បញ្ចូលទៅបាទហើយបាទយើងរើសកន្លែង save បាទហើយdissolve field គឺយើងយក grid code ណាដោយសារ grid code ហ្នឹងគឺវាមានតម្លៃនៃ stream order មួយហ្នឹងបាទបន្តមកយើងចុច click run មកពិនិត្យមើល attribute របស់លទ្ធផលរបស់យើងបាទអញ្ចឹងយើងឃើញថា feature ទាំងអស់ហ្នឹងវាត្រូវបានមើលទៅជាថ្នាក់បាទបាទអញ្ចឹងយើងអាចបដូរ symbology វាដើម្បីពិនិត្យមើលពី order មួយរបស់ខ្សែតលេហ្នឹងបាទអញ្ចឹងយើងអាចប្រើវិធីសាស្ត្រ classify យើងជ្រើសរើស field grid code ដើម្បីបង្ហាញនៅភាពខុសគ្នារវាង order ទី1ទី2ហ្នឹងបាទអញ្ចឹងនេះជា save file ដែលយើងអាច generate មកបានហើយបាទអញ្ចឹងយើងអាចយកទៅប្រើសម្រាប់ធ្វើផែនទីផ្សេងៗដែលជាតម្រូវការរបស់យើងបាទបាទអញ្ចឹងខ្ញុំសូមបន្ថែមមួយទៀតករណីដែលយើងចង់គណនារកcatchment បាទឬក៏យើងចង់ដឹងថាតើចំណុចមួយហ្នឹងបាទតលេណាខ្លះបាទឬក៏ទីតាំងណាខ្លះដែលវាផ្ដល់ទឹកមកទីតាំងហ្នឹងបាទអញ្ចឹងបើសិនជាយើងចង់ធ្វើរបៀបនេះបាទ catchment ឬក៏បង្កើតជា catchment បែបនេះយើងត្រូវបង្កើតជា save file point មួយបាទដើម្បីចុចនៅលើទីតាំងហ្នឹងហើយយើងបង្កើតជា view point បាទអញ្ចឹងខ្ញុំបង្កើត save file មួយបាទយើងរើសជាប្រភេទ point feature បាទអញ្ចឹងនៅក្នុង field របស់វាយើងអត់ចាំបាច់ដាក់អីទេបាទខ្ញុំទុក default coordinate system នេះបាទអញ្ចឹងយើងបង្កើតហើយយើងអាច edit យើងអាចគូស point ទៅលើ raster ដែលនៅចំណុចទីតាំងដែលយើងចង់ដាក់បង្កើតជា view point ហ្នឹងបាទអញ្ចឹងflow accumulation វិញបាទអញ្ចឹងនៅកន្លែងលើ raster flow accumulation ហ្នឹងយើង click ទៅលើទីតាំងណាដែលជាចំណុចនៃខ្សែទន្លេហ្នឹងបាទដើម្បីចង់បង្កើតជា catchment នៅកន្លែងហ្នឹងបាទអញ្ចឹងខ្ញុំ click save ទៅលើ edit point ហ្នឹងមកបាទបាទបន្តមកទៀតយើង search រក tool មួយឈ្មោះថា watershed បាទដើម្បីគណនារក catchment ហ្នឹងបាទអញ្ចឹងកន្លែងនេះទាមទារយើងដាក់ flow direction ចូលបាទជាដាក់ raster flow direction មកបាទអញ្ចឹងកន្លែងនេះយើងត្រូវដាក់ view point មកយើងចូលបាទ view pointយើងយក object id បាទយើង rename វាមកបាទអញ្ចឹងនេះ catchment របស់យើងបាទបានបង្កើតឡើងហើយបាទ data របស់យើងនៅជា raster ឡើយទេបាទអញ្ចឹងយើងអាច convert វាទៅជា polygon ដើម្បីគណនារកផ្ទៃកន្លះរបស់វាបាទអញ្ចឹងយើងប្រើ tool មួយឈ្មោះថា raster to polygon បាទអញ្ចឹងយើង input raster បាទ catchment យើងចូលមកបាទហើយយើងទុក default field វាដដែលមកបាទខ្ញុំ rename វាបាទបាទអញ្ចឹងយើងបានជា polygon ហើយបាទអញ្ចឹងយើងអាចធ្វើការគណនារកផ្ទៃកន្លះវាបានថាតើទំហំនៃ catchment របស់យើងហ្នឹងប្រហែលដែរបាទអញ្ចឹងខ្ញុំដូរមកខ្សែ line ហើយនឹង fill color របស់យើង
មកទៀតយើងអាចធ្វើការគណនារកផ្ទៃកន្លែងរបស់វាបាទអញ្ចឹងយើងបើក attribute ของ layer polygon ហ្នឹងមកហើយយើង add field ថ្មីមួយបាទអញ្ចឹងខ្ញុំមក add field ថ្មីមួយមកដាក់ឈ្មោះថា area បាទយើង save field ហ្នឹងបាទអញ្ចឹងយើង right click ទៅលើ field ថ្មីដែលទៅបង្កើតនេះហើយយើងយកពាក្យថា calculate geometry បាទអញ្ចឹងយើងអាចរើសបាទ input feature របស់យើងគឺដាក់ polygon មួយហ្នឹងមកបាទហើយនៅក្នុង property គឺយើងយកជា area unit របស់យើងចង់គេជា hectare បាទតែមកយើងកំណត់នៅcoordinate system area អញ្ចឹងយក VHS បាទ VHS 840 UTM បាទ0.8 បាទអញ្ចឹងនេះជាផ្ទៃកន្លែងបាទនៃ catchment របស់យើងបាទអរគុណ